តាបងប្អូនទៅរៀនធ្វើម្ហូបបែបចិនទាំងអស់គ្នាបង្គាអប់មីសួរខ្ទឹមសមុនដំបូងគឺយើងដាំប្រេងឆាយើងឲ្យឡើងក្តៅហើយគឺយើងចាក់ខ្ទឹមសយើងពាក់កណ្ដាលចូលខ្ទឹមសហ្នឹងគឺខ្ញុំចិញ្ច្រាំ3មើមអញ្ចឹងពេលដែលយើងចាក់ចូលបំពងឲ្យក្រហមឈ្ងុយហើយបានយើងចាក់ពាក់កណ្ដាលទៀតចូលហើយយើងបិទភ្លើងកូរវាឲ្យសព្វហើយបានយើងដាក់គ្រឿងមានទឹកស៊ីអ៊ីវប្រេងខ្យងស្ករសបន្តិចអំបិលបន្តិចជាមួយនឹងប៊ីចេងបន្តិចហើយនឹងខ្នុរបន្តិចនិយាយទៅគឺយើងដាក់ទៅបន្តិចបានហើយខ្លាចប្រៃពេកបន្ទាប់មកទៀតគឺយើងកូរគ្រឿងរបស់យើងហ្នឹងឲ្យសព្វល្អហើយបានយើងយកទៅដាក់នៅលើបង្គាមីសួររបស់យើងហើយចំណែកមីសួរហ្នឹងគឺខ្ញុំត្រាំទឹករយៈពេល20នាទីពេលដែលទឹកពុះបានយើងយកបង្គារបស់យើងហ្នឹងទៅចំហុយរយៈពេលតែ6នាទីទេពេលដែលដល់ម៉ោងហើយគឺយើងបិទភ្លើងអប់ទុក2នាទីទៀតហើយបានយើងចាប់ផ្ដើមរោយស្លឹកខ្ទឹមទៅលើនឹងហើយយើងចាក់ប្រេងឆាក្តៅចូលប្រេងឆាហ្នឹងគឺយើងដាំឲ្យក្តៅដើម្បីស្រោចទៅលើបង្គារបស់យើងឲ្យកាន់តែឈ្ងុយឆ្ងាញ់តែម្ដងអរគុណបងប្អូនដែលបានទស្សនាវីដេអូដល់ចប់